បាទថ្ងៃហ្នឹងខ្ញុំមកប្រាប់ពីវិធីលុបវីដេអូរៀលរបស់យើងដែលជាប់ក្រហមឬក៏ជាប់សំឡេងនឹងឯងណាបាទកុំអោយខាតពេលយូរយើងទៅមើលទាំងអស់គ្នាជាដំបូងយើងចូលទៅក្នុង app Facebook របស់យើងមក Facebook ក៏បាន page ក៏បានយើងចូលទៅរូប profile របស់យើងបន្ទាប់មកទៀតយើងចុចមកកន្លែងរៀលនេះបាទឡើយវាចេញហើយអញ្ចឹងយើងមកមើលនេះឃើញអក្សរនៅខាងក្រោមទាំងអស់រៀលហើយច្រើនទៀតយើងចុចមកកន្លែងខាងក្រោមគេណាមានអក្សរមួយជួរមានសញ្ញាមេដាយសញ្ញា share នេះយើងមើលកន្លែងក្រឹបភ្នែកនេះត្រូវត្រួតពិនិត្យយើងចុចមកកន្លែងហ្នឹងមកហ្នឹងហើយវានឹងចេញវីដេអូដែលវាជាប់សំឡេងជាប់ក្រហមជាប់អីហ្នឹងហើយហើយយើងមកលុបវាចេញវាអត់មានលឺសំឡេងទេអញ្ចឹងវាបណ្ដាលឲ្យ Facebook យើង spam ដោយសារពួកហ្នឹងឯងយើងទៅលុបវាយើងចុចលើវីដេអូមួយមករួចយើងឃើញសញ្ញាត្រេ3នៅខាងក្រោមគេបាទសញ្ញាត្រេ3នៅកន្លែងជួរខាងក្រោមហើយចុច3សញ្ញាពងត្រីចុចចំលើវាមករួចយើង scroll ទៅលើអស់ scroll ទៅលើរូបពាក្យថាលុបនេះចុចលើលុបមកបាទចុចលុបមួយទៀតយើងមិនបាច់ចាំថាមិនមែនតែតែមកសង្គ្រាមឥឡូវនេះណាចុចលុបអស់បងប្អូនបាច់ទុកទេដំណក់ភ្លៀងធ្លាក់លើកញ្ចក់បងគិតដល់អូនគ្រប់វេលាមេឃភ្លៀងតើអូនរងាទេเป็นไงล่ะអាឡបានេះនឹកដល់អូនមេឃភ្លៀងតើអូនរងាទេត្រូវទៅលុបវាអស់អញ្ចឹងទេ Facebook យើងអាចបើកការឃើញបានទេលើផ្ទៃគង់ទីតែស្រមោលអូនអិនមានត្រង់ណាคน3ប្រភេទទុនលេនៅដដែលតែចិត្តប្រែហើយបងនៅចាំត្រង់នេះមិនទៅណាឡើយคนឥឡូវយើងថយមួយសិនយើងចូលទៅម្ដងទៀតវាលុបអស់ហើយទេអាហ្នឹងវា Facebook យើងស្អាតហើយយើងលុបអស់ហើយមិនមានរៀលដែលបានបិទសំឡេងទេអូខេបាយបាយ